ព្រះអង្គដ៏ចម្រើនមានគេប្រាប់ថាទ្រង់ចង់ជួបទូលបង្គំពិតមែនហើយឆាប់ចូលមកទេវទត្តសាមវៈរបស់យើងស្ដាប់ពាក្យណែនាំរបស់យើងហើយពួកគេប្រកាន់ខ្ជាប់ពាក្យព្រានប្រដៅរបស់យើងតែទេវទត្តយើងឮមកថាលោកធ្វើខុសដោយរួបរวมគ្នាប្រព្រឹត្តតាមលោកធ្វើខុសពីច្បាប់របស់យើងដើម្បីសាងភាពបែកបាក់ក្នុងចង្កោមសង្ឃវាជារឿងដែលគួរឲ្យសង្វេគណាស់ទ្រង់ដោយចម្រើនបណ្ដាសង្ឃកំពុងតែទទួលនៅទុក្ខវេទនាក្រោយពីទទួលនៅភាពមិនល្អក្នុងការចូលមកលាតត្រដាងក្នុងសាសនាដូចជាជនពៀលភេវរៈកឃាតករនិងព្រាននារីលោកស្នើយ៉ាងម៉េចស្រេចតែទ្រង់ដោយចម្រើនទូលបង្គំសូមស្នើថាសូមឲ្យភិក្ខុនៃគួរតែនៅក្នុងព្រៃទូលបង្គំថែមទាំងស្នើទៀតបណ្ដាភិក្ខុនៃគួរតែចេញបណ្ឌបាតគួរតែពាក់ស្បង់ដែលធ្វើអំពីកណាត់បណ្ដាភិក្ខុសង្ឃគួរតែអង្គុយសមាធិនៅក្នុងព្រៃលើកលែងឆាន់សាច់ហើយសាវកទាំងអស់គួរគោរពតាមច្បាប់វិន័យរបស់សង្ឃឲ្យបានម៉ត់ចត់ទេវទត្តក្រោយពីលោកបួសលោកធ្លាប់នៅក្នុងព្រៃដែរទេមិនដែលទេតើធ្លាប់ស្លៀកស្បង់ជីពោធ្វើអំពីកណាត់ចាស់ទេអត់ទេតើធ្លាប់ប្រាចាកឆាន់សាច់ដែរទេអត់ទេតែធ្លាប់អង្គុយសមាធិក្នុងព្រៃហើយចេញបណ្ឌបាតផងដែរទេវទត្តលោកធ្វើតាម3ក្នុងចំណោម5ប្រការដែលលោកទាមទារមិនបានផងលោកគិតថាបញ្ញត្តិវិន័យទាំងឡាយសមគួរដែរទេមានភិក្ខុជាច្រើនព្រមទទួលវិន័យទាំងនេះទេវទត្តកុំបំបាយក្រុមសង្ឃអីបើលោកមិនយល់ស្របនឹងវិន័យរបស់យើងទេលោកអាចចាកចេញទៅបានទូលបង្គំនឹងទៅជាមួយភិក្ខុដែលតាមទូលបង្គំហើយគោរពចំពោះទូលបង្គំលោកចង់ធ្វើអ្វីក៏ធ្វើចុះបើគំនិតរបស់លោកបរិសុទ្ធលោកនឹងទទួលបានល្អតែបើគំនិតរបស់លោកមិនបរិសុទ្ធលោកនឹងទទួលផលអាក្រក់គ្រប់គ្នាមានសេរីភាពនៅក្នុងការពិភាក្សាជាមួយយើងតាមតម្រូវការតែលោកចូលប្រយ័ត្នទង្វើរបស់លោកផងចុះអានន្តយើងចង់ទៅឲ្យឆ្ងាយមួយរយៈបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្រេចប្រតិទិរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរយើងនឹងទៅតែម្នាក់ឯងក្នុងព្រៃព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណាសត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសមគួរឲ្យរស់នៅទីនោះឆាន់តែផ្លែឈើមិនកម្រើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះ